សួរអ្នកគ្រូក៏ជួបជីវិតថ្ងៃអង្គពីកាចេះជួយអ្នកស្ដាប់មេរៀនទី52មេមន់និងកូនអំណាចមានមេមន់មួយបណ្ដើរកូនរកចំណីនៅក្រោយផ្ទះពេលមកដល់កំពតថ្មីមួយកូនមន់បានដើរឃ្លាតឆ្ងាយពីមេវាពេលនោះមេមន់ភ័យណាស់ព្រោះខ្លាចកូនមានគ្រោះថ្នាក់វារត់ឆ្លេតឆ្លាតស្រែកហៅកូនឲ្យមកជិតក្រោយពេលកូនមកជុំគ្នាមេមន់បានទៅដាក់ស្លាបក្របកូនទាំងអស់មេមន់បាននិយាយបដៅកូនកុំឲ្យដើររកចំណែកឆ្ងាយពីខ្លួនខ្លាចជួបនឹងសត្វសាហាវតាំងពីពេលនោះមកកូនមន់នឹងដើររកចំណីឆ្ងាយពីមេរបស់វាឡើយដោយសារការស្ដាប់តាមដំបូន្មានរបស់មេកូនមន់ទាំងអស់រស់នៅជាមួយមេវាប្រកបដោយភាពសុខសាន្តជម្រាបលាអ្នកគ្រូ